ជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះហើយវីដេអូរបស់ខ្ញុំគឺអត់មានអីប្លែកទេគឺមានតែសកម្មភាពក្រៅឆាកតែប៉ុណ្្នឹងឯងហើយថ្ងៃនេះគឺយើងចាប់ផ្ដើមថតរឿងនាងបាបភាពបន្តឲ្យពុកម៉ែបងប្អូនដោយសារតែតួរបស់យើងនឹងទាំងអស់គ្នាគាត់ជាប់ប្រឡងអញ្ចឹងហើយក៏យើងផ្អាកថតរឿងនាងបាបសិនអញ្ចឹងហើយយើងក៏ដូរសាច់រឿងយើងថតរឿងផ្សេងដើម្បីផុសឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាមិនឲ្យខកខានមួយថ្ងៃឡើយនឹងហើយអ្នកទាំងអស់គ្នាខ្ញុំនឹងទៅដើរសម្ភាសតួរបស់យើងសួរអំពីខ្លួនខ្ញុំតោះមកឡើងអាម៉ាប់ឡើងតោះឥឡូវយើងទៅថតសិនតែចាយចំបៃនៅថ្ងៃស្អែកនេះពុកម៉ែបងប្អូនទាំងអស់គ្នានឹងបានទស្សនារឿងនាងបាបភាពបន្តហើយខ្ញុំឃើញពុកម៉ែបងប្អូនទាំងអស់គ្នាខមមិនច្រើនមែនតែនថាហេតុអីក៏ពូសិលាដូររឿងច្រើនម្ល៉េះហើយក៏មានបងប្អូនខ្លះខមមិនទៀតថាឈប់មើលរឿងពូសិលាហើយដូររឿងរហូតអញ្ចឹងហើយក៏សូមអធិស្ឋានពុកម៉ែបងប្អូនទាំងអស់គ្នាផងមូលហេតុនោះគឺដោយសារតែតួរបស់យើងនឹងគាត់ជាប់ប្រឡងសង្ឃឹមអីទៀតនិយាយមើលខ្ញុំមកទៅហឹងនឹងខ្មៅខ្លាំងប្រោយធ្វើម៉េចទៅអត់ដឹងថាត្រូវនិយាយមិនទេព្រោះយើងអាច control មិនបានទេដល់ពេលចឹងទៅវាពិបាកខ្លាំងមែនតើសូឥឡូវអូយខ្មាំងហ្នឹងហើយដល់ពេលអញ្ចឹងពេកមិនដឹងថាត្រូវធ្វើមិនទេតែយ៉ាងណាក៏ដោយវាអត់ភ្លៀងឯងវាចេះឆ្ងាយដើម្បីយើងបានថតបាន2ភាគតែមើលតែមិនទេអត់សូវសោះឥឡូវមិនទៅមុនឬក៏មុនទៅមុនមេឃទូទៅមុនមេឃសេតបដ ாய் ពុកម៉ែបងប្អូនថតទៅតែបានមកប្លង់សោះឥឡូវនេះគឺថាមេឃភ្លៀងខ្លាំងតែម្ដងនេះហើយគឺជាអ្វីដែលយើងខ្លាចបំផុតនៅពេលដែលថតពីព្រោះថាយើងមានពេលតែកន្លះថ្ងៃទេសារ៉ាថតរឿងឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាដល់ពេលមេឃភ្លៀងអញ្ចឹងគឺថាខឹងមេឃនឹងខ្លាំងមែនតែនពុកម៉ែបងប្អូនបើថាភ្លៀងតិចបែបអលឹមអីយើងអាចថតបានណាទាំងអស់គ្នាដល់ពេលភ្លៀងខ្លាំងហើយខ្យល់អញ្ចឹងគឺថាយើងថតមិនកើតនោះទេតែក៏មិនជាបញ្ហាដែរអ្នកទាំងអស់គ្នាឲ្យភ្លៀងសិនចុះតែមេឃរាំងគឺយើងចាប់ដើមសម្រុកថតវិញហើយខ្ញុំធានា 100% ហ្មងពុកម៉ែបងប្អូនថារឿងនាងបាបភាពបន្តនឹងចេញនៅថ្ងៃស្អែកឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនានៅពេលដែលមេឃរាំងហើយគឺយើងចាប់ដើមសម្រុកថតហើយអ្នកទាំងអស់គ្នាអញ្ចឹងធានាថាស្អែកនឹងរឿងនាងបាបភាពបន្តគឺនឹងចេញតែម្ដងដោយសារតែមេឃភ្លៀងខ្លាំងពេកយើងថតនៅក្រៅមិនកើតទេអញ្ចឹងហើយក៏យើងជួសប្លង់ខ្លះឬក៏យើងថតចម្លោះប្លង់អ្នកទាំងអស់គ្នាយើងមកថតនៅលើផ្ទះសិនបន្ទាប់ពីភ្លៀងរយៈពេល1ម៉ោងមកពេលនេះគឺមេឃរាំងហើយអ្នកទាំងអស់គ្នាចឹងហើយយើងចាប់ផ្ដើមថតបន្តទៀតហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺថាប្រូឌឿនគាត់ voice over ពេលចឹងគាត់ហត់គាត់ចង់ឈួនអញ្ចឹងណាឥឡូវខ្ញុំមក voice over ជំនួសគាត់គឺថាពេលនេះកំពុងរៀបចំអាឧបករណ៍ផ្សាយនេះឡើងកាចាស់ងោងហើយនេះយកមកប្រើប្រាស់កដោកាត់ខ្សែដាច់ខ្ញុំនេះចុចមួយថ្ងៃចុចម្ដៅផងប្រដាំហ្នឹងគាត់ចេះយកមកប្រើដែរថាគាត់ខ្ជិលបង្កាត់ភ្លើងអញ្ចឹងចានិយាយលែងដល់គ្នាខ្ញុំនេះប្រើគាត់ទៅយកហើយឥឡូវនេះគឺថាប្លង់វាអញ្ញាតិចហើយយើងមិនដឹងថាជាស្អីទៅស្អីទេចេះតែបញ្ចូលយកថតអ្នកថតក៏ថតយកដែរអូខេបាទអ្នកទាំងអស់គ្នាបន្ទាប់ពីប្រូដងនិយាយឲ្យដល់វគ្គខ្ញុំម្ដងណាខ្ញុំឈ្មោះប្រូហេងអញ្ចឹងខ្ញុំមិនដឹងថាមិនគេដល់ណាទេអញ្ចឹងចូលសាច់រឿងរបស់ខ្ញុំម្ដងបាទអ្នកទាំងអស់គ្នាឥឡូវនេះប្រូដងក៏កំពុងតែធ្វើការតឡាអាម៉ាស៊ីនភ្លើងឯនេះហ្នឹងហៅគេទៅខ្ញុំមកស្គាល់តែគេដឹងតែពេលចុចវាមកចេញផ្សាយប្រូហេងនេះនិយាយឡប់អញ្ចឹងម៉ាស៊ីនផ្សាយហៅថាម៉ាស៊ីនភ្លើងអញ្ចឹងនិយាយអត់ត្រូវទេបាទថាឥឡូវនេះខ្ញុំមួយប្រុសដាំចាប់ដើមដោតឡើងដោតចុះហើយនៅតែមិនដើរខ្ញុំក៏ឆ្ងល់ពេលចុះឡើងដល់ពេលវេកមើលឡើងចុះកដោកាត់ដាច់ពាក់កដាលហើយយើងនេះក៏មកបង្កាត់ភ្លើងនៅប្រូស្នាគាត់ជំនាញខាងផ្សាយអញ្ចឹងណាគាត់មកបង្កាត់ភ្លើងបដាប្រោះទឹកបដាដូចប្រោះទឹកមុនដែរនេះយ៉ាមថាអ្នកនរគ្នាប្រូស្នាគាត់មិនសូវគ្រប់ដែរហ្នឹងគាត់ចេះធ្វើអញ្ចឹងហើយនេះជួបជាមួយនឹងម្ចាស់ផេកបាទគាត់តែអញ្ចឹងឯងគាត់ថតតែអញ្ចឹងហើយបង្ហាញតែអញ្ចឹងតែតាមថាគាត់គ្មានជួយអីបានទេអ្នកនរគ្នាគាត់បានតែថតបានតែអីអញ្ចឹងទៅថតនេះថតនោះទៅគាត់កាត់ផុសកាត់អីតែបើជាស្ដែងគាត់អត់មានបានតែចេះជួយធ្វើស្អីទេគាត់បានតែកាន់កាមេរ៉ា selfie អញ្ចឹងឯងដូចមិនទេគាត់នឹងដើរទៅណាទៅណីបាទខ្ញុំនិយាយតាមត្រង់ខ្ញុំឆ្លាញ់ style សក់គាត់មែនទេបាទទៅ selfie ជាមួយប្រូស្នាប្រូអីអញ្ចឹងទៅអូកាន់ផ្ទើកែមូលនេះចេះដឹងហ៎ឥឡូវមកជួបនឹងអូនខ្លាំងនេះអូនហ្នឹងក៏វាអញ្ចឹងដែរវាមានចេះទៅជួយស្អីបានទេបានអាវិចសក់វិចឡើងចុះហ្នឹងឯងមើលធ្វើមើលវាមានទៅចេះស្អីវាមើលធ្វើសិកម៉ាបយឥឡូវនេះគេថាម៉ាស៊ីនផ្សាយយើងហ្នឹងគឺបានដំណើរការនេះដល់គ្នាយើងចាប់ផ្ដើមហ្នឹងនេះចាំមើលថាវាចាញ់ឬក៏មិនចាញ់ទេតែប្រូដាំរៀបចុចហ៎ចាំមើលថាដល់គ្នាចាំមើលចេះស្ដែងហ្នឹង
ចុច1 2 3ចុចអត់ចាញ់ទេគឺចាញ់ផ្សាយយើងដុតដដែល មិញហ្នឹងខ្ញុំអត់ដឹងថាគាត់និយាយអីខ្លះទេអ្នកទាំងអស់គ្នានៅពេលដែលខ្ញុំស្ដាប់វិញមានការកាំងជាខ្លាំងនិយាយទៅខាងបច្ចេកទេសផ្សាយគឺថាអែមែនតើពុកម៉ែបងប្អូនហើយថតរឿងនេះចប់ទួនឹងក្រុមការងាររបស់យើងទាំងអស់ក៏អត់ភ្លេចដែរគឺទៅឆ្លោះសួរដើម្បីឲ្យដឹងថាយើងអស់សួរនៅពីព្រោះអីយើងថតហិតផ្សាយជារៀងរាល់ថ្ងៃវីដេអូមួយនេះមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនទាំងអស់គ្នាមានតែថតក្រៅឆាកនិងសកម្មភាពខ្លះៗលេងឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនានៅពេលដែលទស្សនារឿងនៅក្នុង Channel YouTube ធំជាប់ហើយអាចនឹងមកទស្សនានៅ Channel ក្រៅឆាករបស់ខ្ញុំបានអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាពីដើមរហូតដល់ចប់បាយបាយ